តោះសួស្តីគ្នាឥឡូវយើងមកមើលពី Market Structure Shift ដែលយើងហៅកាត់ពីច្រើន MSS ហើយតពីវីដេអូមុនដែរឥឡូវយើងដើម្បីរំអិតពីវាព្រោះវាជាមេរៀន basic ដែលសំខាន់ជាងគេឥឡូវយើងមកមើលចំណុចដែលយើងត្រូវមើលទី1នៅពេលដែលវាបង្កើតបាន structure របស់យើងទី1កន្លែងនេះគឺជាចំណុច low នេះគឺជាចំណុច low របស់យើងដែលវាបានបង្កើតឡើងហើយបន្ទាប់មកវាបានចុះមកបន្តិចក៏បង្កើតបានជា high របស់យើងកន្លែងនេះអញ្ចឹងអ្វីដែលយើងអាចរងចាំមកវាបង្កើតបាន structure មួយនៅពេលដែលវាបែក high កន្លែងហ្នឹងយើងទទួលបាន structure មួយអញ្ចឹងចំពោះការមើល structure ទី1យើងត្រូវស្វែងយល់អំពី structure ឲ្យបានលម្អិតផងប្រយ័ត្នមានការធ្វេសប្រហែសណាមួយដែលរំលងអំពី Market Structure Shift របស់យើងអញ្ចឹងយើងចូលទៅវីដេអូតអញ្ចឹងនៅពេលដែលវាបានចុះមកបន្តិចទៀតអញ្ចឹងអ្វីដែលយើងឃើញគឺទទួលបាន high ទទួលបាន high កន្លែងហ្នឹងអញ្ចឹងនៅពេលដែលវាបែក high យើងទទួលបាន structure មួយហើយបន្ទាប់មកនៅពេលដែល structure យើងបង្កើតបាន high ថ្មីហើយយើងទទួលបានកន្លែងនេះ high low អញ្ចឹងនៅពេលដែលទីផ្សារវាបានបែកកន្លែង high low តំបន់មួយនេះយើងនឹងទទួលបាន low below កន្លែងនេះអញ្ចឹងកន្លែងតំបន់មួយនេះយើងអាចហៅវាជា Market Structure Shift ដែលពីច្រើនអ្នកគ្នាហៅថា break អញ្ចឹងនៅពេលដែលវាបានបង្កើត low អញ្ចឹងអ្វីដែលទិសដៅរបស់វាគឺវានឹងបង្កើត low high ដើម្បីមកបង្កើត low ថ្មីមួយទៀតដើម្បីទទួលបាន structure អញ្ចឹងនៅពេលដែល structure បានផ្ដល់ទិសដៅបែបហ្នឹងអ្វីដែលយើងអាចធ្វើគឺយើងនឹងរកឱកាសសម្រាប់ sell ហើយឥឡូវគឺយើងនឹងមើលឧទាហរណ៍នៅក្នុង chart ផ្ទាល់តែម្ដងហើយខ្ញុំបញ្ជាក់មួយទៀតចំពោះ time frame គឺយើងពឹងផ្អែកទៅលើយើងជាប្រភេទ trade បែបម៉េចជា intraday ឬក៏ swing អញ្ចឹងយើងចូលមកចាប់ structure ដោយកន្លែងនេះខ្ញុំចាប់វាជា boss មួយទៀតអញ្ចឹងនៅពេលដែលវាបានបង្កើត high កន្លែងហ្នឹងហើយកន្លែងនេះគឺជា high low អញ្ចឹងនៅពេលដែលវាបាន break high low កន្លែងហ្នឹងអញ្ចឹងវានឹងទទួលបាន MSS ដែល Market Structure Shift របស់យើង